មនុស្សប្រុសដែលអត់លុយណាតែងតែខ្លាចមនុស្សស្រីស្រឡាញ់លុយហើយចោតមនុស្សស្រីស្រឡាញ់លុយ1 2 3 4អីចឹងទៅចាតែខ្លួនអាចមានលុយអីគេខ្លាចមុខខ្លាចក្រោយខ្លាចនេះខ្លាចនោះទាំងតែខ្លួនឯងហៅមកកាក់ម៉ាស៊ីនចំខ្លួនឯងចង់បានអើយនិយាយមែនស្អីក៏មានដែរទៅជាអ្នកមានវិញណាគេអត់ដែលខ្វល់គេដែរនិយាយសោះថាមនុស្សស្រីស្រឡាញ់លុយឬក៏អត់ទៅជាមនុស្សប្រុសអ្នកមានបែរជាមានផ្នត់កំណត់របៀបថា I'm happy and willing to let you fool me មានន័យថាមានលុយហើយចង់ជះឲ្យគេចង់គេនឹងបោកទៅលក្ខណៈសបាយនឹងជះសបាយនឹងនេះហ្មងហើយចូលចិត្តណាស់មនុស្សស្រីស្រឡាញ់លុយនិយាយលុយនិយាយកាក់មួយគេហ្មងរបៀបចឹងណាហើយគោលដៅរបស់គេរកលុយមកគឺដើម្បីមនុស្សស្រីដែលគេចង់បានមនុស្សស្រីដែលគេស្រឡាញ់អញ្ចឹងលក្ខណៈថាបើមនុស្សស្រីដែលគេស្រឡាញ់គឺជាមនុស្សស្រីដែល gold digger ស្រឡាញ់មនុស្សប្រុសអ្នកមានហើយអញ្ចឹងគេខំប្រឹងរកលុយកាន់តែច្រើនដើម្បីចាប់ជាមួយនឹងមនុស្សចាប់ចិត្តនេះមនុស្សស្រីដែលគេស្រឡាញ់នេះយល់ទេយល់ understand